កម្មវិធីថ្ងៃនេះគឺពួកយើងនឹងធ្វើការនៅឆ្លើយនៅសំណួរចម្លើយដែលជាសំណួរជាញឹកញាប់ដែលវិនិយោគិនក៏ដូចជាអតិថិជនរបស់យើងគាត់តែងតែសួរមកលើពួកយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃចា៎ពិតមែនហើយយើងខ្ញុំក៏ទទួលបាននៅសំណួរដែលគួរឲ្យចាប់អារម្មណ៍បំផុតពីបងវិនិយោគិនអញ្ចឹងសម្រាប់ថ្ងៃនេះគឺពួកយើងនឹងលើកយកសំណួរទាំងអស់នោះធ្វើការបកស្រាយសំណួរទី1បានសួរថាតើអ្វីដែលអាចធ្វើឲ្យមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី BAMC ឬហៅកាត់ថា BAF ខុសពីជំរើសនៃការវិនិយោគផ្សេងទៀតក្នុងប្រទេសកម្ពុជាបាទសំណួរមួយនេះគឺជាសំណួរដែលពេញនិយមមែនតើដែលពួកយើងតែងតែទទួលបានជាញឹកញាប់បាទអញ្ចឹងសូមបញ្ជាក់ថា BAF គឺជាជំរើសវិនិយោគមួយគេហៅថាវិនិយោគរួមដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់មានកន្លងមកហើយ BAF នេះក៏ត្រូវបានទទួលស្គាល់ដោយនាយកដ្ឋានសម្បត្តិកម្ពុជាឬហៅកាត់ថា NOMOC សប្តាហ៍ថ្ងៃនេះបងប្អូនដឹងទេថាការវិនិយោគគឺពិតជាមានកម្រិតមែនតើនៅក្នុងប្រទេសកម្ពុជាដោយសារមនុស្សមួយចំនួនគាត់បានធ្វើការដាក់ប្រាក់បញ្ញត្តិសន្សំនៅក្នុងធនាគារហើយមនុស្សមួយចំនួនទៀតគាត់បានធ្វើការវិនិយោគទៅលើអចលនទ្រព្យហើយអ្វីដែលធ្វើឲ្យមានភាពខុសគ្នានោះគឺវិនិយោគិនគាត់មានជំរើសក្នុងការពិពិធកម្មបាទពិពិធកម្មនៅក្នុងវិស័យនានាក៏ដូចជាប្រទេសនានានៅក្នុងតំបន់អាស៊ីផងដែរហើយមូលនិធិមួយនេះបងប្អូនដឹងទេថាវាពិតជាសមត្ថភាពដោយសារអីដោយសារមូលនិធិនេះគឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Benjamin Asset Management Cambodia Mokor ដែលជាក្រុមហ៊ុនមានវិជ្ជាជីវៈយ៉ាងត្រឹមត្រូវហើយតែងតែតាមដានទីផ្សារនិងកែសម្រួលយុទ្ធសាស្ត្រដើម្បីការរីកចម្រើនរយៈពេលវែងរបស់អតិថិជនបាទយ៉ាងទៀតហ្នឹងជាភាពដែលខុសគ្នាដ៏សំខាន់មួយទៀតហ្នឹងគឺទៅលើភាពងាយស្រួលទៅលើការចូលរួមវិនិយោគបានន័យថាវិនិយោគិនគឺគាត់អាចធ្វើការវិនិយោគបានយ៉ាងងាយតាមរយៈក្រុមហ៊ុនមូលបត្រ AC Damoko សម្រាប់មូលនិធិ BAF គឺជាឱកាសវិនិយោគដែលផ្ដល់ជូនទៅដល់វិនិយោគិនទូទៅសាធារណជនមិនថាគាត់ជាសាជីវកម្មធំៗឬក៏ក្រុមហ៊ុនធំៗទេជាពិសេសនោះគឺសម្រាប់អ្នកតែម្ដងដែលកំពុងតែទស្សនាទៅលើវីដេអូមួយនេះជារួមមកវិញមកគឺសម្រាប់ BAF គឺមានភាពខុសគ្នាពីព្រោះតែ BAF ផ្ដល់នូវសារៈប្រយោជន៍ដូចជាទៅលើកំណើនក្នុងតំបន់ពិពិធកម្មវិនិយោគការគ្រប់គ្រងនិងចាត់ចែងប្រកបដោយវិជ្ជាជីវៈនិងការកាត់បន្ថយទៅលើហានិភ័យដែលកត្តាទាំងអស់នេះហើយដែលត្រូវបានរួមបញ្ចូលទៅក្នុងមូលនិធិដែលមានវត្តមានដំបូងគេនៅប្រទេសកម្ពុជាយើងនេះ